តាមអ្នកធ្លាប់ដឹងទេថាការដែលអ្នកនិយាយអាក្រក់ដាក់ឲ្យគេអ្នកដទៃដដែលញឹកញាប់គឺវាអាចទៅផ្លាស់ប្ដូរខួរក្បាលរបស់អ្នកបានយ៉ាងពិតប្រាកដព្រោះការដែលអ្នកទៅនិយាយមិនល្អភាសាអសុរោះភាសាក្រោធក្រៀតជាប្រចាំគឺវាជាការបង្កើតបទដ្ឋានលក្ខខណ្ឌនៃខួរក្បាលឲ្យកាន់តែមានការគិតអវិជ្ជមានជាអកុសលខ្លាំងឡើងច្រើនឡើងបន្ថែមទៀតរឿយហើយដែលជាការប្រព្រឹត្តជាប្រចាំរៀងរាល់ថ្ងៃនោះនឹងคล้ายទៅជាអាកប្បកិរិយាផ្ទាល់ខ្លួនដោយមិនដឹងខ្លួនឡើយហើយជាពិសេសសេចក្តីពិតនៃខួរក្បាលរបស់មនុស្សយើងនឹងគឺមិនបានចេះបែងចែកវែកញែកថាភាសាសម្ដីអសុរោះក្រោធក្រៀតទាំងឡាយនឹងគឺអ្នកបាននិយាយចំពោះនរណាបុគ្គលណាឡើយគឺខួរក្បាលទទួលដឹងតែធម៌ពលបែបណាដែលអ្នកកំពុងបង្កើតឡើងជាធម៌ពលបែបណាប៉ុណ្ណោះដូច្នេះហើយការដែលខួរក្បាលមិនអាចវែកញែកនឹងហើយមុននឹងទៅប្រើភាសាសម្ដីនិយាយរិះគន់តិទៀនអកុសលនិយាយក្រោធក្រៀតទាំងឡាយឬស្ដីឲ្យគេអ្នកដទៃគឺគ្រប់យ៉ាងវាមិនបានធ្វើឲ្យមានការប៉ះពាល់ដល់គេនោះទេប៉ុន្តែវាបែរជាជះឥទ្ធិពលធម៌ពលជាធម្មធាតុនៃភាសាអកុសលទាំងឡាយនឹងមកឲ្យខ្លួនអ្នកផ្ទាល់ខ្លួនឯងដោយចំពោះតែម្ដងអញ្ចឹងហើយភាសាសម្ដីរបស់អ្នកដែលអ្នកបាននិយាយទៅកាន់គេអ្នកដទៃនោះគឺវាគឺជាកញ្ចក់ឆ្លុះជះត្រឡប់ឲ្យដល់អ្នកខ្លួនឯងវិញនៅការគិតនៅធម៌ពលជាកុសលក្តីអកុសលក្តីឲ្យដល់អ្នកខ្លួនឯង